ទៀតឯមែនរកឲ្យជួយធ្វើការងារម៉ាក់សិនហើយនេះមិនក៏មិនឃើញម៉ាក់អញ្ចឹងប្រហែលជាគាត់នៅក្រៅហើយមកទៅខ្ញុំទៅសិនអ្នកម៉ែខ្ញុំងើបហើយអ្នកម៉ែពុំទៅធ្វើអីហ្នឹងអូគឺម៉ែធ្វើម្ហូបឲ្យកូនញ៉ាំនឹងណាកូនហើយកូនភ្ញាក់អីក៏យូរម្ល៉េះម៉ោង6ហើយណាឯងទៅភ្ញាក់ឥឡូវនេះឯងទៅមួយទឹកទៅមកវិញចាំញ៉ាំបាយណាចាអ្នកម៉ែអញ្ចឹងខ្ញុំទៅមួយទឹកសិនហើយទៅចុះណាកូនហើយនេះខ្ញុំមួយទឹកហើយខ្ញុំមកប្រញាប់ទៅផ្លាស់កៅអៅសិនឯងនៅមកញ៉ាំបាយជាមួយម៉ែអូយកៅអៅនេះស្អាតទេនេះប្រទេសស្អាតណាស់ខ្ញុំគិតថាកៅអៅនឹងខ្ញុំចង់ក៏តែមើលស្អាតតែងមកមើលស្អាតទេនេះខ្ញុំមកសក់ហើយខ្ញុំប្រញាប់ទៅញ៉ាំបាយសិនខ្លាចម្ហូបត្រជាក់អ្នកម៉ែម្ហូបនៅមិនទាន់ឆ្អិនទេហើយតែថាអ្នកម៉ាក់ធ្វើម្នាក់ឯងយូរចាំកូនជួយធ្វើមិនអីទេណាកូនឯងទៅអង្គុយតុមុនចាអ្នកម៉ែកូននេះម៉ែមានតែម្ហូបដែលសាប់ពីម្សិលមិញទេកូនខឹងម៉ែអត់មានលុយទិញទេកូនលុយយើងសល់តែ 5,000 ហ្នឹងមិនអីទេអ្នកម៉ែចានេះអ្នកម៉ែមានម្ហូបបាយហូបទេបើអ្នកម៉ែមិនមានអីហូបអ្នកម៉ែយករបស់ខ្ញុំហូបបានហើយអ្នកម៉ែម៉ែហូបហើយណាឯងហូបចាស់ម៉ែឡើងឆ្អែតហើយនេះចាអ្នកម៉ែបើអ្នកម៉ែពិសាហើយខ្ញុំហូបមកនេះណាឆ្ងាញ់ណាស់អ្នកម៉ែបើឆ្ងាញ់ឯងញ៉ាំឲ្យច្រើនទៅនឹងមែនទេអ្នកដែលចំពាក់លុយយើងលើកមុនហើយរយទាសឹងកំពុងតែដាច់លុយផងជុំផ្ទះស្ងាត់ឡើងជ្រាបណាគេហ៊ានចូលលើទីខ្មោចឡងម្ចាស់ផ្ទះមានតែគេនៅផ្ទះហ៎ម្ចាស់ផ្ទះមានតែគេនៅផ្ទះហ៎ម្ចាស់ផ្ទះម៉ែខ្ញុំនឹកលើសលេងណាគេខ្ញុំរត់ទៅមើលសិនម៉ែមែនតើកូនទៅមើលពីណាគេមករកអីតាំងឥឡូវហ្នឹងហើយតាំងប្រឡំផងអ៊ីវ៉ាន់មករកអីគេដែរអ៊ីវ៉ាន់ពីអ្នកម៉ែកូនឯងនឹងអាចពាក់លុយយើងហើយមកសួរថាយើងនឹងរកអីគេទាលុយនឹងឲ្យមកពូក៏ដឹងថាគ្រួសារខ្ញុំក្រចាំពេលខ្ញុំបានលុយចាំខ្ញុំយកទៅសងពូភ្លាមហ្មងណាពូអូយើងមិនជឿទេមកទាលើកណាក៏គ្មានលុយដែរឥឡូវឲ្យយើងមកបើឯងមិនបងទេយើងយកការចាប់ពីខែហ្នឹងហើយសុំបងបើខែនឹងយកបងឯងទៀតទេឯងមករាប់អស់ផ្ទះខ្ញុំមកឥឡូវយើងលើកឡើងឲ្យមួយខែទៀតតែមួយខែទៀតអត់បងសម្រាប់ថាចង់ឯណាចង់ឲ្យយើងទៅវិញហើយអរគុណណាហើយធ្វើមកចឹងម៉ែខ្ញុំមានតែលុយ 5,000 ហ្នឹងមិនដឹងថាត្រូវមានអីទៅបងហ្នឹងឯងខ្លាចគាត់រឹបអស់ផ្ទះមានផ្ទះទៅរកទៅប្រាប់ម៉ែសិនម៉ែអូយហត់ណាមានរឿងអីមែនកូនរត់ទៅហេតុទៅហប់ម៉ែហើយមិញនឹងអ៊ីវ៉ាន់មែនមើលគាត់និយាយខ្លះប្រាប់ម៉ែមើលចាម៉ែគាត់ថាអ៊ីវ៉ាន់ហើយគាត់មកនិយាយថាគាត់មានលុយឯងគាត់មកផ្ទះលុយយើងគាត់ថាខែហ្នឹងបើយើងអត់បងគាត់ទៀតគាត់នឹងរឹបអស់ផ្ទះយើងហើយម៉ែធ្វើមកចៅយើងខ្លាចគាត់មានផ្ទះនៅហើយនេះមិនបាច់ភ័យទេណាកូនចាំម៉ែទៅរកការងារធ្វើហើយម៉ែនឹងបងលុយគាត់ឲ្យបានឆាប់នេះកូនកុំភ័យអីណាកូនមិនភ័យទេកូនទុកឲ្យម៉ែកាត់វិញកូនភ័យណាម៉ែមួយនៅម្ដងនេះកាក់សរអ្នកធ្វើការងារម៉ែទីក្រការងារបានគាត់រឹបអស់ហើយម៉ែខ្ញុំខ្លាចទៅវត្តខ្ញុំចង់ទៅវត្តទេកូនមិនបាច់ភ័យទេដឹងទៅរកការងារបានហើយបើអញ្ចឹងកូននឹងភ័យម៉ែអញ្ចឹងកូនសុំសាលាលេងសិនឯម៉ែមិនអីទេកូនតែចាស់ឡាអូយរត់ទៅទិញនំប៉ាវញ៉ាំសិនខ្ញុំមានសល់លុយ 2,000 ដែរតាដល់សាលារៀនតើនេះក្តីសម័យរបស់ខ្ញុំចង់រៀននៅសាលានេះយូរហើយខ្ញុំចង់ចូលរៀនវិញហើយចង់ខ្លាចជាអ្នកគ្រូពេទ្យប៉ុន្តែខ្ញុំអត់មានលុយរៀនផងហើយខ្ញុំខ្ជិលខ្វល់ច្រើនណាស់រត់ទៅទិញនំប៉ាវញ៉ាំសិនដល់តបលក់នំប៉ាវហើយពូខ្ញុំយកនំប៉ាវ2ពូ
បាទក្មួយចាំបន្តិចពូធ្វើតែម៉ាំផ្លែតទេក្មួយឯងចាំបន្តិចទៅ ចាពូបានហើយអរគុណពូខ្ញុំទៅវិញហើយពូសូមរងចាំទស្សនាភាគ2